ការជិះខ្សែរ៉កគឺជាសេវាកម្មកម្សាន្តថ្មីមួយដែលយើងបានបង្កើតពីយូរឆ្នាំមកហើយប៉ុន្តែនៅតែមានអ្នកភាគច្រើនគាត់មានអារម្មណ៍ថាជាលក្ខណៈកម្សាន្តមួយដែលផ្សងព្រេងហើយមានភាពប្រឈមនឹងគ្រោះថ្នាក់ខ្ពស់ប៉ុន្តែនៅក្រុមហ៊ុន Go Zipline គឺយើងផ្ដោតសំខាន់ទៅលើសេវាកម្មហើយនិងសុវត្ថិភាពជាចម្បងអញ្ចឹងរាល់ឧបករណ៍សុវត្ថិភាពរបស់ Go Zipline យើងប្រើប្រាស់នូវឧបករណ៍ដែលមានលក្ខណៈស្តង់ដារអន្តរជាតិដែលឧបករណ៍នីមួយៗត្រូវបានត្រួតពិនិត្យរៀងរាល់ថ្ងៃដែលធ្វើឲ្យភ្ញៀវគាត់មានទំនុកចិត្តខ្ពស់សម្រាប់ក្មេងសម្រាប់មនុស្សធំឬក៏មនុស្សចាស់អ្នកទាំងអស់គ្នាសុទ្ធតែអាចធ្វើបាននៅទីនេះជំរាបសួរអ្នកទាំងអស់គ្នាសូមស្វាគមន៍មកដល់ខ្សែរ៉ន Go Zipline ខ្ញុំបាទ Ken ជាអ្នកចាត់ការទូទៅនៅក្រុមហ៊ុន Go Zipline អូខេទីតាំង Go Zipline របស់ពួកយើងគឺមានទីតាំងនៅក្នុងខេត្តសៀមរាបក្នុងចំណុចកណ្ដាលនៃសៀនជារង្គរដែលមានចម្ងាយប្រហែល1 គីឡូម៉ែត្រពីក្រោយប្រាសាទតាកែវយើងនៅនេះគឺផ្ដោតចម្បងទៅលើការធ្វើដំណើរនៅលើខ្សែរ៉នដែលសេវាកម្មរបស់យើងបែងចែកជា2ដំណាក់កាលគឺកញ្ចប់8ដើមឈើហើយនិង14ដើមឈើហើយសេវាកម្មបន្ថែមរបស់ពួកយើងគឺមានការជិះកង់កម្សាន្តនៅក្នុងជាអង្គរផងដែរគោលបំណងចម្បងដែលក្រុមហ៊ុន Go Zipline បង្កើតឡើងនេះគឺទី1គឺយើងចង់ផ្ដល់ឱកាសឲ្យប្រជាជននៅក្នុងតំបន់គាត់អាចទទួលយកអ្វីជាចំណេះដឹងឬក៏ការងារថ្មីមួយនៅក្នុងតំបន់ដែលអាចស្រូបទាញឬក៏ផ្ដល់ជាអត្ថប្រយោជន៍ឬក៏បង្កើនចំណូលសម្រាប់ពួកគាត់ទី2គឺការបង្កើតអេកូទេសចរខ្សែរ៉ក Go Zipline នេះផ្ដល់បទពិសោធន៍ថ្មីទៅកាន់ភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិដែលគាត់មកធ្វើដំណើរកម្សាន្តនៅក្នុងតំបន់អូសៀនជាតិអង្គរយើងអ្វីដែលភ្ញៀវគាត់នឹងទទួលបានពីកញ្ចប់សេវាកម្មរបស់ពួកយើងគឺភ្ញៀវគាត់នឹងធ្វើដំណើរកម្សាន្តនៅក្នុងការជិះខ្សែរ៉កនៅលើដើមឈើដែលឆ្លងកាត់ពីដំណាក់កាលមួយទៅដំណាក់កាលមួយយើងមានជាស្ពានយោលយើងមានការឡើងចដើរនៅលើដើមឈើដែលមានអាយុកាលចំណាស់ជាង100ទៅ200ឆ្នាំដែលដើមឈើទាំងអស់នេះត្រូវបានអភិរក្សនិងថែទាំដោយអាជ្ញាធរអប្សរាហើយក្រុមហ៊ុនរបស់ពួកយើងបានរៀបចំជាលក្ខណៈអេកូទេសចរដើម្បីបង្កើននៅទេសភាពធ្វើឲ្យភ្ញៀវទេសចរគាត់អាចមកកម្សាន្តតាមរយៈ adventure ការផ្សងព្រេងនៅលើដើមឈើតាមរយៈការជិះខ្សែរ៉កហ្នឹងតែម្ដងសម្រាប់ភ្ញៀវដែលគាត់អាចមកលេងកម្សាន្តនៅក្រុមហ៊ុនខ្សែរ៉ក Go Zipline យើងគឺតម្រូវឲ្យមានកម្ពស់ចាប់ពី1 ម៉ែត្រឡើងសម្រាប់អាយុគឺយើងអត់កំណត់ទេហើយសម្រាប់មនុស្សធំគឺតម្រូវគាត់មានទម្ងន់ក្រោម125គីឡូសម្រាប់កាយសម្បទាសម្រាប់ភ្ញៀវគឺគាត់អាចលេងបានគ្រប់គ្នាអ្វីដែលលើកលែងគឺសម្រាប់ស្ត្រីដែលមានផ្ទៃពោះដែលយើងមិន recommend សម្រាប់សកម្មភាពទេសចរបែបនេះអញ្ចឹងសម្រាប់ម៉ាក់ប៉ាដែលគាត់ចង់នាំកូនគាត់មកកម្សាន្តប៉ុន្តែពួកគាត់ចង់រងចាំយើងមានកន្លែងរងចាំដែលឲ្យគាត់អាចរងចាំនៅទីនេះបានហើយយើងបង្កើតជាកន្លែងក្មេងលេងសម្រាប់ក្មេងទូចៗដែលគាត់អត់ចង់លេងកម្សាន្តនៅទីតាំងផ្ទាល់របស់ខ្សែរ៉កគឺយើងធ្វើជា playground ទូចមួយសម្រាប់ពួកគាត់អាច enjoy នៅខាងក្រោមកំឡុងពេលរងចាំនឹងផងដែរសុវត្ថិភាពនៅទីតាំង Go Zipline គឺយើងផ្ដោតចម្បងទៅលើសុវត្ថិភាពរបស់ភ្ញៀវគឺជា slogan របស់ពួកយើងគឺសុវត្ថិភាពការកំសាន្តហើយនិងការអប់រំអញ្ចឹងរាល់ឧបករណ៍សុវត្ថិភាពរបស់ Go Zipline យើងប្រើប្រាស់នូវឧបករណ៍ដែលមានលក្ខណៈស្តង់ដារអន្តរជាតិដែលឧបករណ៍នីមួយៗត្រូវបានត្រួតពិនិត្យហើយនឹង check រៀងរាល់ថ្ងៃដែលធ្វើឲ្យភ្ញៀវគាត់មានទំនុកចិត្តខ្ពស់ជាពិសេស brand ដែលយើងប្រើគឺជាប្រភេទ brand ដែលអន្តរជាតិគាត់ទទួលស្គាល់ហើយរាល់ឧបករណ៍ដែលយើងបំពាក់នៅលើដើមឈើខ្សែកាបគឺសុទ្ធតែទទួលបានការត្រួតពិនិត្យហើយនឹងទទួលស្គាល់ពីអន្តរជាតិផងដែរបុគ្គលិកដែលបម្រើការនៅទីនេះគឺពួកគាត់តម្រូវឲ្យមានការបំពន់ឬក៏ฝึกហ្វឺនរយៈពេល at least 1 ខែដើម្បីឲ្យគាត់អាច certify ជាបុគ្គលិកពេញសិទ្ធិជាពិសេសគឺផ្ដោតទៅលើការសង្គ្រោះធំតាក់ទងជាមួយនឹង first aid ហើយគោលចម្បងគឺរោគ cost ដែលយើងភាសាបច្ចេកទេសការជួយសង្គ្រោះនៅលើខ្សែរ៉កហ្នឹងតែម្ដងសម្រាប់ជំហានបន្ទាប់គឺយើងសម្លឹងមើលឃើញ phase 2 គឺការពង្រីកនៅវិសាលភាពរបស់ពួកយើងដែលនាំយកការកំសាន្តលក្ខណៈខ្សែរ៉កនេះទៅកាន់តំបន់ដទៃទៀតដែរអញ្ចឹងសម្រាប់ជំហានដំបូងគឺយើងព្យាយាមរក្សានៅអ្វីជាបរិស្ថាននិងបរិយាប័ន្ននៅនេះឲ្យបានមុនសិនតមកទៀតបើសិនជាយើងសម្លឹងឃើញឬក៏ឱកាសក្នុងការអភិវឌ្ឍនៅកន្លែងថ្មីផ្សេងទៀតពួកយើងនឹងរីករាយក្នុងការបង្កើតនៅសេវាកម្មដែលមានលក្ខណៈស្តៀងឬក៏ដូចនៅអ្វីដែលយើងកំពុងធ្វើអញ្ចឹងចុងក្រោយចង់ផ្ញើទៅអ្នកទាំងអស់គ្នាការជិះខ្សែរ៉កគឺជាសេវាកម្មកម្សាន្តថ្មីមួយដែលយើងបានបង្កើតជាយូរឆ្នាំមកហើយប៉ុន្តែនៅតែមានអ្នកភាគច្រើនគាត់មានអារម្មណ៍ថាជាលក្ខណៈកម្សាន្តមួយដែលផ្សងព្រេងហើយមានភាពប្រឈមនឹងគ្រោះថ្នាក់ខ្ពស់ប៉ុន្តែនៅក្រុមហ៊ុន Go Zipline គឺយើងផ្ដោតសំខាន់ទៅលើសេវាកម្មហើយនិងសុវត្ថិភាពជាចម្បងអញ្ចឹងរាល់ឧបករណ៍សុវត្ថិភាព
រាល់អ្នកកទេសនាំផ្លូវពួកគាត់សុទ្ធតែមានការฝึกហ្វឺនសុទ្ធតែមានការផ្ដល់ជូននិងថែទាំរាល់សុវត្ថិភាពរបស់អ្នកទាំងអស់គ្នាសម្រាប់ក្មេងសម្រាប់មនុស្សធំឬក៏មនុស្សចាស់អ្នកទាំងអស់គ្នាសុទ្ធតែអាចធ្វើបាននៅទីនេះចឹងសូមទាំងអស់គ្នាមកព្យាយាមហើយសាកល្បងយ៉ាងហោចណាស់ឲ្យបានម្ដងបើសិនជាអ្នកមានឱកាសមកលេងខេត្តសៀមរាបចឹងសម្រាប់ការកក់សំបុត្រអ្នកទាំងអស់គ្នាអាចធ្វើការកក់តាមរយៈ Facebook Page ផ្លូវការរបស់ពួកយើងគឺឈ្មោះអង្គរ Zipline ឬក៏ Telegram លេខទូរស័ព្ទ096 94ដង101ហើយមួយខ្សែទៀត096 94ដងនិង100គុណ